ព័ត៌មានទី1នេះគឺនៅខាងក្រៅប្រទេសនេះគឺមានការផ្សាយច្រើនបាទដោយសារព័ត៌មាន Bloomberg មានខាងChina Standard មានបាទពិសេសគឺសារព័ត៌មាននៅខាងភាគីខាងចិនបាទនៅសហរដ្ឋអាមេរិកនេះគឺមិនទាន់ផ្សាយទូលំទូលាយទៅនៅឡើយទេដោយសារតែព័ត៌មាននេះប្រៀបដូចជា breaking news អញ្ចឹងគឺពាក់ព័ន្ធជាមួយនឹងការដែលអាជ្ញាធរកម្ពុជាបានចាប់ខ្លួន Gen Z ហើយបញ្ជូនទៅប្រទេសចិនបាទបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននានាដែលខ្ញុំដកមកធ្វើសំយោគជូនប្រិយមិត្តទាំងអស់គ្នានេះគឺបុរសម្នាក់ដែលឈ្មោះថា Vincent Gen Z ដែលជាស្ថាបនិកនិងជាប្រធាននៃក្រុមហ៊ុន Cambodia Prince Group ត្រូវបានបញ្ជូនចេញទៅប្រទេសចិនវិញហើយបន្ទាប់ពីត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីមានការចាប់ប្រកាន់យ៉ាងធ្ងន់ធ្ងរពាក់ព័ន្ធជាមួយនឹងការលាងលុយនិងការឆបោកលុយដោយធំសម្បើមនៅក្នុងចំណោមនោះគឺមានការផ្ទេរទឹកប្រាក់ដែលមានទឹកប្រាក់យ៉ាងធំរហូតដល់ជាង $10,000 លានសហរដ្ឋអាមេរិកមហាសេដ្ឋីដែលកើតមានកំណើតជាជនជាតិចិននេះត្រូវបានគេជឿជាក់ថាជាមេកំណត់នៅពីក្រោយនៃអាណាចក្រឆបោកតាមអនឡាញរយៈដ៏ធំហើយសហរដ្ឋអាមេរិកគឺតាមរយៈក្រសួងយុទ្ធភ័ពរបស់ខ្លួនបានចោទប្រកាន់លោកចិនពីបទដឹកនាំឲ្យមានការប្រតិបត្តិការនៅមជ្ឈមណ្ឌលឆបោកតាមអនឡាញដែលធ្វើប្រតិបត្តិការចេញពីប្រទេសកម្ពុជាហើយបើតាមសេចក្តីរាយការណ៍ចោទប្រកាន់គឺរួមមានការឆបោកពលរដ្ឋរងគ្រោះនៅទូទាំងពិភពលោកអស់ប្រាក់រាប់ពាន់លានដុល្លារជាប្រាក់ cryptocurrency ហើយអាជ្ញាធរបានរឹបអូសបាទទឹកប្រាក់សរុបប្រមាណជា $14,000 លានដែលមានជាលុយ Bitcoin ហើយពាក់ព័ន្ធជាមួយនឹងលោកចិននោះបាទនេះដែលធ្វើឲ្យការរឹបអូសបានប្រាក់នេះគឺជាការមួយដែលរឹបអូសបានប្រាក់ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃការបង្ក្រាបរបស់ខាងអាជ្ញាធរសហរដ្ឋអាមេរិករួមគ្នាជាមួយនឹងចក្រភពអង់គ្លេសមានចំណុចព័ត៌មានមួយដែលខ្ញុំសូមយកមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាហើយសូមប្រិយមិត្តទទួលស្ដាប់ដោយមានការប្រុងប្រយ័ត្នផងនេះខ្ញុំបញ្ជូនដាក់រូបនេះតែម្ដងបាទបើយោងតាមការរាយការណ៍របស់ Asia Financial បាទ Asia Financial គឺគាត់បានរាយការណ៍ឲ្យដឹងថាមិនត្រឹមតែឆោបបោកតាមអនឡាញទេគឺ Gen Z នេះត្រូវបានគេសង្ស័យគេនឹងសំដៅទៅលើអាមេរិកនិងអង់គ្លេសណា Gen Z នេះត្រូវបានគេសង្ស័យថាមានជាប់ពាក់ព័ន្ធជាមួយនឹងមន្ត្រីចារកម្មរបស់ចិនផងដែរបានន័យថាគាត់ប្រហែលជាធ្វើការឲ្យភ្នាក់ងារចារកម្មរបស់ចិនទាំងនៅក្នុងប្រទេសកម្ពុជានិងទីកន្លែងផ្សេងទៀតរបស់ចិននៅទូទាំងពិភពលោកបាទខ្ញុំនិយាយម្ដងទៀតនេះសេចក្តីរាយការណ៍របស់ Asia Financial គាត់និយាយអញ្ចឹងដោយសារអីដោយសារតែគឺក្នុងសេចក្តីរាយការណ៍បាននិយាយថា Gen Z បានទិញអចលនទ្រព្យជាច្រើនដែលទីតាំងមួយចំនួនគឺនៅជិតស្ថានទូតរបស់សហរដ្ឋអាមេរិកបាទហើយក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកនិងអង់គ្លេសបានចាត់ការរួមគ្នាក្នុងការបិទប្រតិបត្តិការរបស់ក្រុមហ៊ុននេះតាំងតែពីពាក់កណ្ដាលខែតុលាកន្លងមកនេះបាទតើរឿងពិតយ៉ាងណាខ្ញុំក៏អត់ដឹងដែរបាទខ្ញុំជម្រាបជូនតាមប៉ុណ្ណេះបាទសូមនិយាយមកទៀតមិនត្រឹមតែឆបោកអនឡាញទេ Gen Z គេសង្ស័យថាជាភ្នាក់ងារចារកម្មធ្វើការឲ្យចារកម្មរបស់ចិនផងដែរបាទដោយសារតែគាត់មានទំនាក់ទំនងជាមួយនឹងមន្ត្រីចារកម្មរបស់ចិនដែលនៅក្នុងប្រទេសកម្ពុជាហើយនឹងនៅប្រទេសដទៃទៀតគឺគាត់ធ្វើការទំនាក់ទំនងជាមួយនឹងចារកម្មចិនមន្ត្រីចារកម្មចិនជាប់ជានិច្ចហើយថែមទាំងទៅទិញអចលនទ្រព្យនៅក្បែរស្ថានទូតរបស់សហរដ្ឋអាមេរិកផងដែរពិតប៉ុណ្ណាខ្ញុំអត់ដឹងគឺជាសេចក្តីរាយការណ៍របស់ Asia Financial បាទបើរឿងនេះពិតមែនវាមានការពាក់ព័ន្ធច្រើន
តទៅទៀតដែលមិនសាមញ្ញដូចដែលយើងបានដឹងក្នុងពេលកន្លងមកទេបាទចឹងសូមរីកាបន្ថែមទៀតដោយមិនធ្វើការបកស្រាយអ្វីបន្ថែមបាទលោកចិនស៊ីគឺជាអ្នកដែលមានកំណើតនៅក្នុងខេត្ត Fujian នៃប្រទេសចិនហើយបានចាប់អាជីពរបស់ខ្លួនដោយលេងជាក្រុមហ៊ុនលបែងអនឡាញតូចមួយមុនពេលដែលគាត់ផ្លាស់ទៅនៅប្រទេសកម្ពុជានៅឆ្នាំ2010ដែលនៅទីនោះគឺគាត់បានធ្វើអាជីវកម្មនៅក្នុងវិស័យអចលនទ្រព្យហើយគាត់បានបោះបង់សញ្ជាតិចិនរបស់គាត់ចោលបាទក្រោយមកបានសញ្ជាតិរបស់ជាកម្ពុជានៅឆ្នាំ2014ហើយមានសេចក្តីរាយការណ៍ខ្លះបានលើកឡើងថាគឺគាត់បាទជាអ្នកដំណើរការនៃក្រុមហ៊ុន Prince Group នៅក្នុងខេត្តព្រះសីហនុដែលតាមការពិតទៅគឺជាបាទជាក្រុមហ៊ុនមួយដែលជាទីតាំងឆោបោកតាមអនឡាញដែលបោកប្រាស់ជនរងគ្រោះមកពីប្រទេសជាច្រើនឲ្យមកធ្វើការនៅក្នុងមជ្ឈមណ្ឌលឆោបោករបស់គាត់នោះហើយដោយបង្ខំឲ្យធ្វើការដើម្បីឆោបោកជនរងគ្រោះបន្តទៀតនៅទូទាំងពិភពលោកផងដែរកាលពីខែវិច្ឆិកាគឺប៉ូលីសរបស់ហុងកុងបានបង្កកទ្រព្យសម្បត្តិប្រមាណជា2.75 billion ដុល្លារហុងកុងដែលជាទ្រព្យសម្បត្តិបាទសង្ស័យថាបានមកពីការលាងលុយកខ្វក់របស់ក្រុមឆោបោកតាមអនឡាញនេះដោយបានឲ្យដឹងថាប្រភពរបស់ទឹកប្រាក់នោះគឺមានជាប់ពាក់ព័ន្ធជាមួយនឹងលោកចិនស៊ីផងដែររីឯអាជ្ញាធរតៃវ៉ាន់វិញក៏បានបង្កកសាច់ប្រាក់ចំនួន4កណ្ដកសញ្ញា $5,000 លានតៃវ៉ាន់ផងដែរបាទដែលទៅជាប្រមាណជា1130 លានដុល្លារហុងកុងដែលជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Prince Group ដែលដឹកនាំដោយបាទលោកចិនស៊ីនៅក្នុងខែជាមួយគ្នានោះដែរក្នុងនោះរួមមានទាំងរថយន្តទំនើបចំនួន26ដូចជារថយន្ត Rolls-Royce Ferrari ក៏ត្រូវបានរកអូសនៅក្នុងពេលនោះផងដែរលោកចិនគឺជាជនជាតិចិនដែលបានបាទធ្លាប់បានអួតអាងថាលោកមានទឹកប្រាក់បាទប្រមាណរហូតដល់$60,000 លានក្នុងរយៈពេលតែប្រមាណទសវត្សរ៍ចុងក្រោយនេះដែលលោកធ្វើប្រតិបត្តិការឆោបោកតាមអនឡាញដែលក្នុងនោះរួមមានសកម្មភាពដែលបោកប្រាស់ដោយស្នេហាคล้ายៗហើយនឹងបោកប្រាស់ជនរងគ្រោះឲ្យទៅធ្វើការនៅមជ្ឈមណ្ឌលឆោបោករបស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅក្នុងបទចោទប្រកាន់មួយដែលដាក់ដោយរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបានចោទប្រកាន់លោកចិនថាធ្លាប់បានអួតថាខ្លួនប្រើប្រាស់បណ្ដាញឆោបោកតាមអនឡាញនេះគឺរកប្រាក់បានប្រមាណជា$30 លានក្នុងមួយថ្ងៃបាទនេះគឺជាសេចក្តីរាយការណ៍ជាច្រើនដែលខ្ញុំដកស្រង់មកហើយជាពិសេសគឺយកទៅលើប្រភពរបស់ Asia Financial